រឿងព្រេងតាក់ទងទៅនឹងទំនៀមសែនក្រុងពាលីមាននិទាននៅក្នុងគម្ពីរសពសូត្រថាក្នុងគ្រាលង្វែកសាសនាព្រះសមណគោតមបរមពោធិសត្វជាម្ចាស់នៃយើងអន្ទោលយកកំណើតជាស្ដេចស្វាខ្មៅឯស្ដេចក្រុងពាលីកើតជាស្ដេចស្វាសនៅទីប៉ាងសមុទ្រម្ខាងម្នាក់ពួកស្វាទាំងពីរគងនេះមិនត្រូវធៀបគ្នានោះទេហើយនៅពេលដែលវាដើរទៅរកស៊ីជប់មុខគ្នាតែងតែប្រខំយកឈ្នះចាញ់ស៊ូស្លាប់តែរៀងខ្លួនហើយវងស្វាខ្មៅក៏លើកគ្នាទៅប្តឹងព្រះពោធិសត្វជាចៅវាយនាយសូមឲ្យជំរះចែកព្រៃគ្នារកស៊ីព្រោះវងស្វាសកាចប្រហើនណាស់ចេះរុករៀនទន្ទ្រានទីហើយបង្កហេតុឆ្លោះប្រកែកខាំគ្នាស្លាប់អន្តរាយព្រាត់ប្រាសកូនចៅតូចតាចមិនដែលដាច់ព្រះពោធិសត្វបានសួរទៅវិញថាតើពួកស្វាសមាននាយកោយត្រួតត្រាដែរឬទេស្វាទាំងអស់ជម្រាបសេចក្តីថាគ្រាន់តែឮគេថាមានតែពុំដែលប្រទះឃើញស្វាខ្មៅជាមេធំនោះទេបន្ទាប់មកព្រះពោធិសត្វព្រមទទួលបណ្ដឹងហើយប្រាប់ពួកស្វាជាបរិវាររបស់ខ្លួនថាចាំយើងទៅជំរះបញ្ជាឲ្យលោកក៏អធិដ្ឋានបារមីដែលកសាងថាសូមឲ្យអាត្មាអញហោះរួចក្នុងឱកាសនេះលុះធ្វើដូច្នោះហើយក៏ហោះបានដូចប្រាថ្នាមែនពួកស្វាសទាំងប៉ុន្មានឃើញលោកក៏ភ័យផ្អើលចែកផ្លូវគ្នារត់ប្រសាចខ្លះរត់ទៅទូស្ដេចស្វាសជាចៅវាយនាយថាមានស្វាខ្មៅមួយធំណាស់មិនដឹងមកពីណាទេមានឫទ្ធានុភាពពូកែចេះហោះហើរដើរលើអាកាសបានឥឡូវមកចោះនៅចំកណ្ដាលវងស្វាសទាំងប៉ុន្មានប្រហែលជាចោះចូលគេអស់ទៅហើយក៏មិនដឹងស្ដេចស្វាសឮដូច្នេះហើយក៏ក្រេវក្រោធលូតហកអេងក្អាងកាងក្រទាឡើងថានៅទីនេះមានតែអង្គអញឯងជាធំចោះមានអាណាក៏កាចហ៊ានម្លេះអាងវាចេះហោះហើរបានជាមកសង្កត់សង្កិនយកពលអញទៅតាមអំពើចិត្តស្ដេចស្វាសកំពុងតែខឹងក្រេវក្រោធដូច្នេះទទួលស្វាជាបម្រើពោធិសត្វទៅដល់ទូលថាស្ដេចស្វាខ្មៅនៅទីព្រៃប៉ាងសមុទ្រម្ខាងនោះសូមចូលមកជួបស្ដេចស្វាសដោយការស្លូតត្រង់ទេកុំឲ្យស្ដេចស្វាសចាប់ទោសអូដំណើរលុះឮស្វាបម្រើទូលសេចក្តីសពគ្រប់ហើយស្ដេចស្វាសតបថាបើដូច្នេះទេឲ្យស្ដេចចូលមកចោះស្ដេចស្វាសឲ្យទៅអញ្ជើញពោធិសត្វចូលមកហើយក៏ធ្វើគាវរកិច្ចគ្នាទៅវិញទៅមកតាមរបៀបភាពជាសត្វពោធិសត្វនិយាយថាអ្នកអើយខ្ញុំឮគេហៅឈ្មោះអ្នកពីរោះក្រអូនទៅដល់ខ្ញុំជាញឹកញយណាស់ថាអ្នកជាស្ដេចសត្វចិត្តសប្បុរសល្អមិនដែលព្យាបាទអាឃាតចងពៀចំពោះសត្វផងគ្នាឡើយខ្ញុំឮល្បីដូច្នេះហើយទើបខ្ញុំខំប្រឹងស្វែងមកដើម្បីសូមធ្វើជាមិត្តសម្លាញ់នឹងគ្នាព្រោះយើងជាស្ដេចសត្វដូចគ្នាគ្រាន់មានទុក្ខធុរៈអ្វីជួយការពារដោះទុក្ខគ្នាលុះឮពាក្យពោលសរសើរស្ដេចស្វាសក៏ព្រមទទួលធ្វើជាមិត្តសម្លាញ់បន្ទាប់មកពោធិសត្វក៏បានសម្ដែងនៅសេចក្តីរីករាយហើយស្ដេចស្វាសក៏ទន់ចិត្តចោះសម្រងតាមឱវាទលើកពោធិសត្វជាគ្រូលែងរំលោភដីព្រៃរកស៊ីដូចមុនហើយប្រាប់ពួកស្វាសឲ្យរាប់អានពួកស្វាខ្មៅដូចបងប្អូនបង្កើតនឹងគ្នាស្ដេចស្វាសតាំងជាសញ្ញានឹងពោធិសត្វថាបើសម្លាញ់ជាគ្រូបានត្រាស់ដឹងនៅសម្ពុទ្ធិញ្ញាណទៅអនាគតនៅឯភ្នែកក៏សូមកុំឲ្យផុតពីសេចក្តីទំនុកបំរុងគ្នាទៅវិញទៅមកឡើយលុះកន្លងជាតិមកព្រះបរមពោធិសត្វមកកើតជាព្រះសទ្ធិគឺជាតិបានត្រាស់ដឹងជាព្រះពុទ្ធចំណែកឯស្ដេចស្វាសវិញបានកើតទៅជាស្ដេចក្រុងពាលីសោយរាជនៅកណ្ដាប់ចក្រវាលមានទ្រង់ទ្រាយសន្តានរូបកាយជាមនុស្សពាក់កណ្ដាលជាសត្វដេរឆានពាក់កណ្ដាលពោលគឺមុខមាត់និងសម្លៀកបំពាក់ពេញជាមនុស្សឯម្រាមដៃម្រាមជើងនិងកន្ទុយពេញជាស្វាសហើយលើកខ្លួនជាស្ដេចបរមចក្រអួតអាងអំណាចឫទ្ធានុភាពវាយវាទីទឹកដីទ្វីបទាំង4កាន់កាប់ទៀតផងស្ដេចស្វាសនោះមានកូនចំនួន7នាក់គឺប្រុស6នាក់និងស្រីពៅ1នាក់កូនប្រុសទាំង6នាក់ខ្លះចែកទឹកដីខាងចក្រវាលខ្លះចែកខាងបូព៌ាវិទេទ្វីបខ្លះឧត្តរគរុទ្វីបខ្លះអប្រកោយាទ្វីបឯនាងនាថវតីជាកូនស្រីពៅទ្រង់ចែកទឹកដីខាងជម្ពូទ្វីបឲ្យមាននគរ16រាប់ចាប់តាំងពីកបិលវត្ថុជាដើមហើយផ្សំផ្គុំកូនស្រីនោះឲ្យទៅជម្ពូបបកាសដែលជាស្ដេចនាគរាជសម័យនោះទទួលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ច្បាស់ឡើងក្នុងលោកីទាំងមូលហើយទ្រង់យាងទៅគ្រប់នគរទាំង16ដោយមានព្រះតីសន្តោសប្រុសសត្វដោយមេត្តាពួកបរិស័ទនិងបាសកឧបាសិកាក៏លះបង់ចោលនៅលទ្ធិបុរាណហើយត្រឡប់មកកាន់តាមឱវាទដំបូន្មាននៃព្រះសម្មាសម្ពុទ្ធវិញទើបមនុស្សអ្នកសែនព្រេនបន់ស្រន់នៅមានរឹតតែតិចតួចទៅចំណែកឯជម្ពូបបកាសវិញដឹងដូច្នោះហើយក៏
ខឹងយ៉ាងខ្លាំងថាយីសាមណៈគោដំអីក៏លោភម្លេះទឹកដីក្នុងចម្ពោះទ្វីបទាំងមូលនេះជាគេឪពុកក្មេកអញចែកឲ្យដាច់មុខឥឡូវក៏ហ៊ានដើរបញ្ចុះបញ្ចូលយកមនុស្សនិងទឹកដីអញអស់ថាហើយគិតប្រមូលកងទ័ពលើកទៅច្បាំងនឹងព្រះតែត្រូវនាងនាថវតីខាត់ថាកុំអាលសិនចាំយើងទទួលព្រះវរបិតាឲ្យទ្រង់ជ្រាបជាមុនសិនព្រោះទឹកដីនេះលោកបានចែកមកឲ្យប្រាប់ហើយក៏បាននាំប្តីប្រពន្ធទៅក្រាបទូលស្ដេចពាលីដែលជាឪពុកហើយរៀបរាប់តាមដំណើរសពគ្រប់ស្ដេចក្រុងពាលីពេលដែលបានឮដូច្នោះហើយក៏ក្រេវក្រោធថាយីមានតែអញជាចន្លោចាក់ឥឡូវក៏មានសាមណៈគោដំណាដើរបញ្ចុះបញ្ចូលមនុស្សយកទឹកដីគ្មានកោតក្រែងអញដូច្នោះនឹងទៅចង្អុលមុខគាត់ឲ្យដល់ចិញ្ចើមហើយចាប់ខ្លួនធ្វើផ្ដន់ទាទោសកុំឲ្យមានត្រាប្រណីតទៅកុំឲ្យមានអ្នកទាំងពួងយកត្រាប់តាមចំណែកឯព្រះសម្មាសម្ពុទ្ធវិញទ្រង់មានយានពិសេសដឹងច្បាស់ថាស្ដេចក្រុងពាលីខឹងបំរុងមកជួបគួរអញតថាគតបំព្រួញផែនដីឲ្យបានមកដល់ឆាប់ស្ដេចក្រុងពាលីបានសន្យាឲ្យជួយសង្គ្រោះតាំងពីយកកំណើតជាស្ដេចស្វាសស្វាខ្មៅមកម្លេះព្រះអង្គទ្រង់បានបំព្រួញផែនដីហើយទ្រង់យាងទៅគង់នៅមាត់សមុទ្រស្ដេចក្រុងពាលីហោះមកដល់មួយរំពេចចំណែកឯនាងនាថវតីដែលត្រូវជាកូនស្រីក៏ចង្អុលបង្ហាញប្រាប់ឪពុកថានឹងហើយសាមណៈគោដំបន្ទាប់មកស្ដេចក្រុងពាលីងើបមុខឡើងមើលព្រះភ័ក្ត្រព្រះអង្គជាក់ធ្លាក់ទឹកចិត្តក្ដុករលត់រលាយទោសៈក្នុងខ្លួនអស់រលីងទៅហើយលន់មាត់ថាយីអ្នកនេះរូបអីក៏ល្អជាងទេវតាទៅទៀតហើយអរិយាបថសមរម្យទាំងព្រមបណ្ដាលឲ្យមានចិត្តស្នេហានឹងព្រះភ្លេចខ្លួនភាំងមួយស្របក់ទើបសួរថាអ្នកឯងនឹងហើយឬដែលមានឈ្មោះថាសាមណៈគោដំព្រះពុទ្ធតបវិញថាថ្វាយពរតថាគតនឹងហើយស្ដេចពាលីថាតើអ្នកឯងហេតុអ្វីក៏ដើរបញ្ចុះបញ្ចូលមនុស្សយកទឹកដីកូនរបស់យើងអស់ដូច្នោះព្រះពុទ្ធមានបន្ទូលថាទូលមហាបពិតតថាគតមិនមែនចង់បានទឹកដីនោះធ្វើអ្វីទេតថាគតជាកូនស្ដេចមហាចក្រពុត្រាធិរាជប្រសិនបើតថាគតលោភចង់បានទឹកដីមែនមិនមែនលះបង់រាជសម្បត្តិចេញមកជាបុព្វជិទេប៉ុន្តែភារៈតថាគតដែលបានត្រាស់ដឹងជាព្រះពុទ្ធហើយត្រូវតែខិតខំដើរប្រោសសឲ្យរួចពីចំណងទុកមិនតែប៉ុណ្ណោះតថាគតមិនមែនប្រាថ្នាចង់បានទឹកដីនោះទេហើយព្រះពុទ្ធព្រះអង្គទ្រង់លើកនិទានថាតាំងពីអតីតជាតិដែលបានយកកំណើតជាស្ដេចស្វាសស្វាខ្មៅជាសម្លាញ់នឹងគ្នាឯព្រះអង្គដែលជាស្ដេចស្វាសកាលនោះបានសន្យានឹងតថាគតថាក្នុងអនាគតជាតិសូមកុំឲ្យផុតនៅសេចក្តីទំនុកបំរុងគ្នាឡើយឥឡូវតថាគតបានត្រាស់ដឹងជាព្រះពុទ្ធហើយតថាគតមិនភ្លេចពាក្យសច្ចៈនោះទេចំណែកឯស្ដេចក្រុងពាលីពេលដែលឮព្រះសម្ដែងពីជាតិកំណើតខ្លួននិងព្រះថាធ្លាប់បានជួបគ្នាតាំងពីអតីតជាតិមកហើយដូច្នេះក៏ភ្ញាក់ខ្លួនដូចគេក្រោបពីដំណេកលើកដៃគោរពអោនសេរសាយំខ្សឹបខ្សួលអាណិតជាតិខ្លួនណាស់ហើយក៏ពោលថាអោព្រះពុទ្ធអើយខ្ញុំព្រះអង្គមិនបានស្គាល់ជាតួអង្គព្រះពុទ្ធទេសូមព្រះពុទ្ធជាម្ចាស់អត់នៅទោសចំពោះខ្ញុំផងព្រះអង្គសូមរស់នៅជាមួយព្រះអង្គផងចំណែកឯកូនទាំងពីរនាក់ក៏បានក្រាបថ្វាយបង្គំព្រះពុទ្ធតាមបិតាក៏មិនអស់ខ្សឹកខ្សួលក្នុងខ្លួនសោះទើបក្រាបទូលសុំព្រះបុព្វជិក្នុងសាសនាព្រះអង្គមានបន្ទូលថាមហាបពិតអើយកុំទោមនស្សតូចចិត្តឡើយតថាគតនឹងឲ្យនិស័យអ្នកជាភេទបុព្វជិក្នុងសាសនាតថាគតពុំបានទេពីព្រោះមហាបពិតនៅក្នុងវិបត្តិវិបរិតរាងកាយគឺជាតិជាមនុស្សពាក់កណ្ដាលជាតិជាដេរឆានពាក់កណ្ដាលមិនថាតែត្រឹមសាសនាតថាគតនោះទេទោះបីជាព្រះពុទ្ធប្រពៃណីពីបុរាណកាលមកក៏គ្មានអនុញ្ញាតជាតិដែលមានវិបត្តិឲ្យបុព្វជិក្នុងសាសនានេះដែរតថាគតជួយសង្គ្រោះព្រះមហាបពិតបានត្រឹមតែឲ្យសិល5កម្មបទ10ជាពូជទៅអនាគតឯទៀតចោះស្ដេចក្រុងពាលីក៏ទទួលសិល5ផ្ទាល់ពីព្រះអង្គហើយក្រាបទូលសូមពរឲ្យបានឆាប់រួចពីជាតិដែលអាក្រក់ថោកទាបនេះចេញហើយនឹងឲ្យបានជាប់កេរ្តិ៍ឈ្មោះក្នុងព្រះពុទ្ធសាសនានឹងគេផងព្រោះខ្ញុំគ្មាននិស្ស័យយកភេទជាបុព្វជិតព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតដោយសង្គ្រោះចំពោះស្ដេចក្រុងពាលីថាតថាគតនឹងប្រកាសដល់ពួកពុទ្ធបរិស័ទទាំងអស់ក្នុងសាសនាឲ្យបានដឹងគ្រប់គ្នាថាតាំងពីថ្ងៃនេះតទៅបើអ្នកណាមានចិត្តសទ្ធាជ្រះថ្លានឹងថ្វាយមហាទានចំពោះតថាគតឬព្រះសាវកក្តីភិក្ខុសាមណេរបទជនក្តីត្រូវឲ្យឧទ្ទិសចំណែកកុសលទៅជួយរំដោះទុក្ខស្ដេចក្រុងពាលីផងស្ដេចពាលីក៏មានចិត្តត្រេកអរទទួលសាធុក្រោយមកពួកឧបាសកឧបាសិកាកាលណាត្រូវធ្វើទានប្រគេនភិក្ខុសង្ឃសាមណេរគេតែងតែឧទ្ទិសចំណែកផលជូនទៅស្ដេចក្រុងពាលីគ្រប់គ្នារៀងរៀបដរាបមកតាមបង្គាប់ព្រះសម្មាសម្ពុទ្ធដែលទ្រង់បញ្ញត្តិទុកឲ្យនោះឯង
លោកព្រះពុទ្ធព្រះអង្គចូលបរិនិព្វានទៅមិនយូរប៉ុន្មានពួកថ្មិលអណ្ដេរថៃកើតឡើងច្រើននាំគ្នាកាន់ប្រព្រឹត្តខាងសាសនាដទៃពោលបន្ទោសបង្អាប់សាសនាព្រះពុទ្ធពួកណាដែលចូលកាន់ពុទ្ធសាសនាក៏ចេះតែធ្វើច្រឡោកច្រឡំក្នុងសាសនាផ្សេងលាយជាមួយគ្នាផងយូរតមកទៀតមិនត្រឹមតែឧទ្ទិសផលជ្រុលទៅដល់រៀបសែនព្រេនឲ្យស្ដេចក្រុងពាលីទៀតផងហើយនាំគ្នាពោលថាព្រះបង្គាប់ឲ្យធ្វើដូច្នោះព្រោះគេជាធំត្រួតត្រាទឹកដីមិនតែប៉ុណ្ណោះក្នុងការរៀបធ្វើមង្គលការអ្វីក៏តាំងរៀបពាលីការបួងសួងសែនព្រេនឲ្យស្ដេចក្រុងពាលីជាមុនធ្វើដូច្នោះគិតទៅគ្មានឃើញថាបានកុសលផលអ្វីបន្តិចទៅដល់ស្ដេចក្រុងពាលីសោះដូចមានដំណើរថាការព្រះអង្គគង់នៅធរមាននៅឡើយមានភិក្ខុបឋិជនមួយអង្គទើបបួសថ្មីមិនទាន់ស្ទាត់ធម៌វិន័យចេញទៅធ្វើអាមណៈធម៌នៅក្បែរភ្នំជួបនឹងប្រែតប្រុសម្នាក់ប្រែតនោះមានខ្លួនធំខ្ពស់មាត់តូចប៉ុនក្របស្ពៃគ្រាន់តែក្រឡេកឃើញលោកក៏លុតជង្គង់សំពះទូលថាម្ចាស់ថ្លៃអើយខ្ញុំស្រេកទឹកណាស់លោកសួរថាអ្នកវិស័យជាតិជាអ្វីប្រែតទូលថាខ្ញុំជាប្រែតលោកថាបើដូច្នោះចូលដេកផ្ងាឡើងហើយលោកក៏យកបាតទៅជញ្ជូនទឹកមកចាក់ជ្រោចឲ្យប្រែតផឹកប្រហែល100បាតហើយសួរថាតើអ្នកឆ្អែតហើយឬនៅប្រែតថាទេគ្មានបានសូម្បីតែមួយដំណត់ចូលទៅក្នុងពោះសោះបន្ទាប់មកភិក្ខុនោះសង្ស័យហើយត្រឡប់មកទូលព្រះពុទ្ធសពគ្រប់ទៅហើយព្រះពុទ្ធមានព្រះបន្ទូលថាបើអ្នកចង់ឲ្យប្រែតនោះបានផឹកទឹកឆ្អែតត្រូវទៅដងទឹកមកវេថ្វាយព្រះសង្ឃរួចឧទ្ទិសផលឲ្យចំពោះទៅប្រែតនោះទើបប្រែតបានផឹកទឹកឆ្អែតបរិបូរណ៍ភិក្ខុនោះក៏បានទៅដងទឹកយកមកវេថ្វាយព្រះសង្ឃហើយឧទ្ទិសផលដល់ប្រែតទើបបានផឹកស៊ីឆ្អែតហើយក៏រំដោះជាតិពីប្រែតនោះចេញទៅរឿងព្រេងតាក់ទងទៅនឹងទំនៀមសែនក្រុងពាលីក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណរឿងព្រេងតាក់ទងនឹងទំនៀមបំពោះនាគពិធីបំពោះកូនប្រុសក្នុងព្រះពុទ្ធសាសនាដែលគេហៅថាជាពិធីបំពោះនាគពិធីបំពោះនាគនេះជាពិធីធំមួយដែលមានទម្លាប់តាំងពីបុរាណកាលមកហើយដែលចូលជ្រួតជ្រាបទៅក្នុងចិត្តនៃប្រជាជនខ្មែរគ្រប់រូបព្រោះព្រះពុទ្ធសាសនាខ្មែរបានចាត់ទុកជាសាសនាតែមួយរបស់ជាតិរីឯការបំពោះកូនចៅក៏ជាកិច្ចទំនុកបម្រុងព្រះពុទ្ធសាសនាមួយផងដែរម្យ៉ាងទៀតព្រះពុទ្ធសាសនាជាប្រភពនៃការបណ្ដោះនិស្ស័យអក្សរសាស្ត្រនិងតម្រេះវិជ្ជាផ្សេងមានជំនាញសំណង់និងការរចនាផ្សេងជាដើមមនុស្សដែលបានបួសក្នុងព្រះពុទ្ធសាសនាមានតម្លៃខ្ពស់ជាងមនុស្សដែលពុំបានបួសពីព្រោះអ្នកស្រុកយើងតែងយល់ថាអ្នកបួសជាមនុស្សដែលស្គាល់បាបបុណ្យគុណទោសច្បាស់លាស់ហើយខ្មែរយើងតែងតែមានជំនឿម្យ៉ាងទៀតថាបួសនេនសងគុណម្ដាយបួសភិក្ខុសងគុណឪពុកជំនឿទាំងនេះបានជ្រាបជ្រៅទៅក្នុងសន្តានចិត្តនៃប្រជាជនខ្មែរទូទាំងប្រទេសរហូតដល់ទៅការទុកដាក់កូនចៅឲ្យមានប្តីប្រពន្ធក៏គេនិយមប្រកាន់រើសរកតែបុរសណាដែលបានបួសរៀនសូត្រផងដែរអ្នកស្រុកស្រែចំការនៅប្រកាន់ទំនៀមទម្លាប់ខាងលើនេះជារហូតមកដល់សពថ្ងៃប៉ុន្តែមិនសូវជាតឹងរឹងដូចកាលពីសម័យដើមទេព្រោះឥឡូវនេះមានសាលារៀនរដ្ឋជាច្រើនដែលសម្រាប់បណ្ដោះនិស្ស័យនិងតម្រេះវិជ្ជាផ្សេងហើយម្យ៉ាងវិញទៀតដោយគេយល់ថាអ្នកបួសជាមនុស្សប្រសើរយ៉ាងនេះហើយទើបគេហៅថាបុព្វជាបេខៈនិងឧបសម្បទាបេខៈនាគបំពោះនាគគឺបំពោះមនុស្សប្រសើរដំរីដែលមានភ្លុកធំល្អជាងគេនិងពស់ដែលធំវិសេសវិសាលជាងគេក៏ហៅថានាគផងដែរព្រោះពាក្យថានាគនេះមានន័យថាប្រសើរប៉ុន្តែទំនៀមបំពោះនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថាកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តចេតពុនមាននាគរាជមួយក្បាលមានមហិទ្ធិឫទ្ធិមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុហើយក៏ក្រឡាខ្លួនជាមាណពចូលទៅថ្វាយបង្គំព្រះមហាសទ្ធេហើយទូលថាខ្ញុំព្រះករុណាសូមបួសក្នុងសំណាក់ព្រះមហាថេរផងព្រះមហាសទ្ធេក៏បំបួសស្ដេចនាគកាលានោះទៅជាភិក្ខុទៅ
មានថ្ងៃមួយនៅពេលដែលភិក្ខុស្ដេចនាគនោះសឹងពេលថ្ងៃយ៉ាងស្កប់ស្កល់ខ្លួនលោកក៏คล้ายជានាគឆ្វាយរង្វេលពេញបន្ទប់ស្បង់ជីវរខ្ចាត់ខ្ចាយអស់រលីងអំពីកាយពេលនោះមានសាមណេរមួយអង្គផ្ចង់ចង្ហាន់រួចចូលទៅនិមន្តឆាន់លុះបើកទ្វារទៅស្រាប់តែប្រទះឃើញពស់ពេនពេញបន្ទប់ក៏ភ័យរត់ស្ទុះរត់ស្រែកឆោឡោផ្អើលពេញទាំងវត្តលុះជ្រាបទៅដល់ព្រះដ៏មានបុណ្យទើបព្រះអង្គទ្រង់ព្រះប្រញាប់ថាចាប់ពីថ្ងៃនេះទៅភិក្ខុឯក្រោយកុំបីបំពោះសត្វដេរឆាននៅខ្មោចបិសាចរាជភូតនិងយក្សាឡើយអាស្រ័យដែលដំណើរព្រះអង្គទ្រង់ព្រះប្រញាប់ដូច្នេះទើបភិក្ខុនាគក្រាបទូលព្រះដ៏មានបុណ្យថាខ្ញុំព្រះអង្គនេះមានចិត្តស្មោះចំពោះសាសនាព្រះអង្គពិតប្រាកដមែនឥឡូវមានខ្លែងបន្លំទេបើខ្ញុំព្រះអង្គមានភេទជាសត្វមិនអាចបួសក្នុងសំណាក់ព្រះអង្គបានដូច្នោះខ្ញុំព្រះអង្គសូមពរឲ្យព្រះប្រញាប់ថាបើភិក្ខុនឹងបំពោះកុលបុត្រសូមឲ្យហៅអ្នកសុំភ្នោះនោះថាជានាគដូច្នេះតទៅដើម្បីឲ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គតែពុំមាននិស្ស័យនឹងបានបួសជាភិក្ខុដោយមនុស្សផងទាំងពួងចំណេរក្រោយមកព្រះពុទ្ធអង្គទើបបញ្ញត្តិពីឲ្យហៅពុព្វជាបេខៈនិងឧបសម្បទាបេខៈថាជានាគតាមសំណូមពរដែលស្ដេចនាគសូមអាស្រ័យរឿងនេះឯងទើបមានឈ្មោះហៅថានាគរហូតមកអត្ថបទរឿងព្រេងតាក់ទងនឹងទំនៀមបំពោះនាគនេះផងដែរក៏បានឈានមកដល់ទីបញ្ចប់សូមអរគុណរឿងព្រេងតាក់ទងនឹងពិធីបញ្ចូលម្លប់កូនស្រីមានដំណើរថាកាលនោះមានមហាចៅម្នាក់ពុំមានភរិយាបានសង់ផ្ទះមួយខ្នងយ៉ាងល្អនៅក្នុងព្រៃដើម្បីនឹងទុកដាក់ទ្រព្យរបស់មានមាសប្រាក់សម្ពុតអាវសើស្បៃជាដើមដែលខ្លួនបានទៅលួចប្លន់គេបានអំពីទីផ្សារមកមហាចៅនោះលុះកាលជាចំណេរក្រោយមកក៏រំពឹងគិតថាអាត្មាអញមានទ្រព្យសម្បត្តិច្រើនដល់ម្លឹងដែរហើយតែទាស់ត្រង់គ្មានអ្នកណាថែរក្សាគិតសពគ្រប់ទៅការខំប្រឹងរបស់អញនេះដូចជាគ្មានបានការអ្វីសោះពីព្រោះថាបើកាលណាអាត្មាអញស្លាប់ទៅទ្រព្យសម្បត្តិទាំងអស់នេះនឹងទៅជារបស់អវសាឥតបានការគួរឲ្យសោកស្ដាយតែបើមានកូនប្រពន្ធគ្រាន់នឹងស៊ីមរតកនោះទៅរាអាត្មាអញនឹងមិនសូវជាសោកស្ដាយពេកគិតហើយមហាចៅក៏ដើរទៅក្រវ៉ាលភូមិអ្នកស្រុករំពៃយកគុណមើលវងក្មេងស្រីប្រុសដែលនាំគ្នាលេងខ្ញៀវខ្ញានៅក្រោមម្លប់ឈើលុះគយគុណទៅឃើញនាងតូចមួយនោះមានរូបឆោមស្អាតសមរម្យមានសាច់ឈាមសថ្លាថ្លៃថ្នូរគួរឲ្យស្រឡាញ់ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីវងហើយក៏បញ្ឆោតនាំយកទៅដល់ផ្ទះផងខ្លួនដោយខ្លាចកូនក្មេងនោះលួចរត់ទៅរកម៉ែឪវាវិញព្រមទាំងការពារកុំឲ្យម្ដាយឪពុកវាតាមទៅរកឃើញមហាចៅនោះក៏យកក្មេងទៅលាក់ទុកនៅក្នុងបន្ទប់ចាក់សោយ៉ាងខ្ជាប់ខ្ជួនរាល់ពេលបាយឬពេលបានចំណីអាហារឆ្ងាញ់ៗមកមហាចៅនោះតែងតែហុចតាមបង្អួចមួយតូចទៅឲ្យនាងបរិភោគក្មេងស្រីនោះនៅក្នុងបន្ទប់ក៏ចេះតែចម្រើនសាច់ឈាមរាល់ថ្ងៃជាលំដាប់លុះនាងពេញវ័យក្រមុំការដែលនាងមិនមានត្រូវពន្លឺព្រះអាទិត្យនឹងមិនបានជន់ដីបណ្ដាលឲ្យនាងមានជំងឺស្គមស្គាំងស្លេកស្លាំងហើយមហាចៅនោះភ័យណាស់មិនដឹងជាកូនមានការអ្វីក៏ត្រាច់ទៅក្នុងភូមិមួយឆ្ងាយទើបបានជួបនឹងដូនចាស់ម្នាក់ធ្លាប់ធ្វើឈ្មោះក៏និយាយអង្វរសុំអញ្ជើញដូនឲ្យមកជួយមើលកូនខ្លួនយាយមកនោះមកដល់ចូលទៅសួរសុខទុក្ខនាងហើយយល់ការក៏ប្រាប់នាងថាចៅយាយអើយចូលចៅកុំព្រួយអ្វីចៅឈឺនេះគ្មានអ្វីក្រៅអំពីជំងឺគ្រប់ការទេគឺពេលដែលនាងផ្លាស់វ័យនេះឯងហើយដែលធ្វើឲ្យនាងចេះតែរសាប់រសល់ចុកខ្នងចុកចង្កេះលហិតលហៃទុនដៃទុនជើងកុំព្រួយអ្វីណាចៅចាំយាយផ្សំថ្នាំសង្កូវឲ្យនាងញ៉ាំឲ្យបានធូរស្រាលឆាប់រហ័សថាហើយយាយមកក៏ទៅរកស្ទុះសម្បកឈើមកផ្សំថ្នាំដាំឲ្យនាងនោះស្រែកហើយផ្ដាំថាចៅអើយចៅយកថ្នាំនេះទៅហាលថ្ងៃឲ្យស្ងួតហើយរកថូឬឆ្នាំងអ្វីដាក់ទុកទៅពេលនាងដឹងថាជិតដល់រដូវកាលហើយចូលនាងយកមួយកញ្ចប់មកដាំញ៉ាំ4ទៅ5ថ្ងៃទៅនោះនាងនឹងបានធូរស្រាលក្នុងខ្លួនដោយបំណងហើយសាច់ឈាមពណ៌សម្បុររបស់នាងក៏រឹតតែល្អឡើងដែរ
ក្រោយមកលុះកូនស្រីមហាចៅផឹកថ្នាំបានធូរស្បើយរោគហើយយាយម៉មក៏ចូលទៅសំពះសុំលាមហាចៅត្រឡប់ផ្ទះសំបីវិញមហាចៅបានយកមាសប្រាក់ជូនជាទ្រនឹបរង្វាន់យាយម៉មហើយជូនត្រឡប់ទៅផ្ទះវិញពេលរៀបចេញដំណើរពីផ្ទះមហាចៅទៅយាយម៉មនឹកក្នុងចិត្តថាកន្លែងមហាចៅនេះឆ្ងាយដាច់ស្រយាលពីភូមិស្រុកគេណាស់ឯព្រៃទៀតសោតក៏ញឹកស្ងាត់ជ្រងំគួរឲ្យខ្លាចប្រសិនបើអញចង់ត្រូវការមករកទីនេះវិញធ្វើម្ដេចនឹងរកផ្លូវមកឃើញនឹកសពគ្រប់ហើយគាត់ក៏រកបានគ្រាប់ឪឡឹកមួយបង្វិចជើកមកតាមខ្លួនដើរតាមក្រោយមហាចៅមកបណ្ដើរចាប់គ្រាប់ឪឡឹករយបណ្ដើររហូតដល់ផ្ទះគាត់តទៅនេះនឹងបានថ្លែងចាប់សារដើមបន្តិចអំពីពេលដែលយាយមកបានទៅនៅថែកូនមហាចៅនោះមកគាត់តែងតែសង្កេតមើលរឹកពីនិងរូបឆោមកូននោះឃើញល្អក៏ចេះតែគួចចិត្តទុកនឹងសម្លឹងរកកំឡោះរូបណាឲ្យស័ក្តិសមនឹងនាងថ្ងៃមួយអាស្រ័យបច្ច័យហេតុផលពីបុព្វេបណ្ដាលឲ្យចិត្តមានុម្នាក់ដែលត្រឡប់មកពីរៀនវិជ្ជាការហើយចង់ចូលទៅសុំសម្រាកនៅផ្ទះយាយម៉បនោះសិនត្បិតថ្ងៃកាន់តែជ្រេកម្លាំងក៏អស់ហេវបាយផ្លូវទៅមុខទៀតក៏ឆ្ងាយក្រែងយប់ពាក់កណ្ដាលផ្លូវនឹងមានភ័យច្រើនក៏រូតរះចូលទៅសំពះដូនចាស់សុំសម្រាកមួយយប់ដូនចាស់កំពុងតែរៀបចំនឹងបណ្ដាំបាយបរិភោគជួនក្រឡេកឃើញមានុបចូលមកសំពះសុំក៏មានចិត្តសប្បុរសទទួលឲ្យនៅហើយដាំបាយបណ្ដើរសំណេះសំណាលសួរអំពីពូជពងបណ្ដើរលុះអាស្រ័យបាយរួចហើយនឹងទុកដាក់ចានក្បានស្រេចយាយម៉បដែលចេះតែលបសង្កេតរូបឆោមមានុបនោះតាំងពីចូលមកក៏បង្ហើបសំណួរថាពីកាលដែលចៅលាឪពុកម្ដាយមកស្វែងរកតម្រេះវិជ្ជានេះតើឪពុកម្ដាយចៅមានស្ដីដណ្ដឹងកូនចៅអ្នកណាទុកឲ្យចៅហើយឬនៅមានុបក៏បានឆ្លើយតបថាមិនទាន់មាននៅឡើយទេហើយបន្តសម្ដីថាខ្ញុំនឹកថាប្រសិនបើនៅពេលដែលខ្ញុំធ្វើដំណើរកាត់ស្រុកភូគេនេះបានជួបស្ត្រីណាមួយមានលក្ខណៈសមរម្យខ្ញុំនឹងយកធ្វើជាប្រពន្ធហើយតើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណាដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះដែរឬទេចៅអើយនៅក្នុងស្រុកភូមិនេះមិនឃើញមានស្ត្រីណាម្នាក់ដែរស័ក្តិសមនឹងចៅទេប៉ុន្តែជីដូនធ្លាប់បានឃើញស្ត្រីម្នាក់នាងនោះជាកូនមហាចៅនៅក្នុងព្រៃឆ្ងាយដាច់ស្រយាលឯណោះយាយម៉បក៏និយាយរៀបរាប់អំពីដំណើរការដែលគាត់បានទៅឃើញនាងនោះនឹងបានសង្កេតឃើញរពាសមរម្យពេលដែលឮពាក្យសរសើររបស់យាយម៉បហើយមានុបនោះអន្ទះសារចង់ឃើញរូបនាងក៏អង្វរឲ្យយាយជូនទៅទេចៅយាយជូនទៅមិនបានទេព្រោះយាយខ្លាចមហាចៅនោះណាស់ធម្មតាទេចិត្តជាចៅតែដល់ពេលមានអ្វីមិនស្រួលកើតឡើងហើយវាមុខជាមកសម្លាប់យាយចោលហើយយាយចាស់ហើយតែយាយចង់រស់នៅចូលចៅជឿជាក់ថាយាយចង់ឲ្យចៅនិងនាងនោះបានគ្នាជាប្តីប្រពន្ធណាស់ព្រោះតាំងតែពីកាលយាយបានឃើញនាងមកទោះពេលដែលយាយចេញទៅផ្សារទៅកាន់ភូមិនានាទៅសង្គ្រោះគេក្តីយាយតែងតែគយគុណសម្លឹងមើលរាល់ថ្ងៃតែមិនប្រទះឃើញបុរសកំឡោះណាម្នាក់ឲ្យសមល្មមនឹងចិត្តយាយសោះទើបតែពេលនេះចៅមកដល់ចំជាមហាលាភហើយចៅគេងឲ្យស្រួលទៅព្រឹកស្អែកចាំចៅចេញដំណើរទៅរកនាងនៅពេលយប់នោះបុរសចេះតែគិតសពគិតគ្រប់ដេកមិនលក់ដោយប្លែកកន្លែងផងទន្ទឹងឲ្យតែភ្លឺឆាប់ផងណាមួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯងណាមួយគិតដល់គ្រោះថ្នាក់ជាមួយនឹងមហាចៅលុះយប់យន់ទៅបុរសគេងលងលក់ទៅពេលមន់រងាវភ្លឺស្រាងយាយម៉មក្រោកមកដាំបាយរកម្ហូបក្រៀមក្រោះទឹកបំពង់ទុកបំរុងជាស្បៀងឲ្យមានុបនោះធ្វើដំណើរលុះមានុបក្រោកឡើងហើយយាយក៏ឲ្យស្រស់ស្រូបរួចប្រគល់កញ្ចប់អាហារសម្រាប់តាមផ្លូវហើយនាំបង្ហាញតម្រុយដើមឪឡឹកឲ្យចៅមានុបនោះធ្វើដំណើរចេញទៅណែចៅចូលចៅដើរតាមជួរដើមឪឡឹកនេះទៅចោះចៅនឹងបានទៅដល់ផ្ទះនាងនោះហើយតែថាចូលចៅប្រយ័ត្នខ្លួនឲ្យមែនតែនចៅទៅចោះសូមឲ្យបានសេចក្តីសុខឲ្យបានសម្រេចដោយបំណងប្រាថ្នាបើចៅមានសត្រូវមកពីមុខសូមឲ្យរំលងបើមកពីក្រោយខ្នងសូមឲ្យរលាយ
នៅពេលដែលប្រតិបត្តិលាលោកយាយហើយក៏ចេញដំណើរទៅថ្ងៃរៀងជ្រេបន្តិចទើបទៅដល់ផ្ទះមហាចៅគប់ជួនពេលនោះមហាចៅមិននៅចេញទៅរកប្លន់គេបាត់ទុកតែកូនស្រីឲ្យនៅចាំផ្ទះតែម្នាក់ឯងនាងកំពុងតែដើរត្រុកបោះច្រាសសម្អាតផ្ទះសម្បែងតាមទម្លាប់ពុំមានគិតក្រែងអ្វីឡើយហើយចៅមានុបនោះទៅដល់លបគយគុណឃើញសពគ្រប់ហើយដឹងថានាងនៅតែម្នាក់ឯងក៏ប្រថុយស្រែកហៅនាងឮសូរមាត់មនុស្សចម្លែកនឹកភ័យណាស់គិតថាតើអ្នកណានេះហ៊ានចូលមកដល់ទីនេះប៉ុន្តែនាងក្រឡេកទៅឃើញយុវបុរសជាអ្នកមានឫកពាសុភាពព្រាបសារល្អមិនគួរឲ្យខ្លាចឡើយនាងក៏បានបើកទ្វារហើយហៅបុរសនោះឲ្យចូលហើយនិយាយសាកសួរគ្នាទៅវិញទៅមកមិនត្រឹមតែប៉ុណ្ណោះក៏ទទួលរាក់ទាក់សំណេះសំណាលតាមផ្លូវលោកីដោយសុខចិត្តសុខកាយលើកជាស្វាមីហើយនាំយកទៅលាក់មិនឲ្យមហាចៅជាឪពុកចិញ្ចឹមដឹងឡើយប៉ុន្តែក្នុងកាលជាបន្ទាប់មកមហាចៅសង្កេតឃើញឫកពាកូនស្រីរបស់ខ្លួនប្លែកអំពីធម្មតាគឺឃើញនាងតែងខ្លួនជានិច្ចកាលធ្វើការងារសពសារពើក្នុងផ្ទះដោយមិនបាច់ឪពុកដាស់តឿនឡើយដូចជាចង់ផ្គប់ផ្គុនប្អូនមនុស្សណាម្នាក់ដែលជាទីពេញចិត្តមហាចៅនឹកសង្ស័យថានាងនេះច្បាស់ជាមានប្រុសសហាយហើយក៏នឹកតូចចិត្តនឹងកូនស្រីលាយនឹងសេចក្តីខ្មាស់អៀនសហាយនាងនោះផងក៏ដើរចោលទីកន្លែងនោះទៅចំណែកឯទាំងពីរអ្នកប្តីប្រពន្ធនៅក្នុងព្រៃយូរបន្តិចទៅមិនឃើញមហាចៅនោះត្រឡប់មកវិញក៏បាននាំគ្នាចុះមករកភូមិស្រុកនៅនឹងគេលុះមកដល់ភូមិស្រុកហើយក៏ចូលទៅអរគុណនឹងយាយម៉មព្រមទាំងជូនរង្វាន់គាត់ខ្លះទៀតផងយាយម៉មមានចិត្តត្រេកអរណាស់ដើរប្រាប់អ្នកចិត្តខាងឲ្យមកមើលនាងដោយថ្លែងបោបាច់ប្រាប់គេថានាងនេះមានរូបឆោមពណ៌សាច់ចិត្តល្អមកអំពីគេនៅតែក្នុងម្លប់ដល់ចេញពីម្លប់ក៏មានប្តីតែម្ដងចំណែកឯអ្នកស្រុកវិញពេលដែលឃើញដូច្នោះហើយក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការទៅខាំងទុកនៅក្នុងបន្ទប់ដើម្បីឲ្យបានល្អដូចគេក៏ជាប់ជាទំនៀមទម្លាប់រហូតមកដល់បច្ចុប្បន្នអត្ថបទរឿងព្រេងតាក់ទងនឹងពិធីបញ្ចូលម្លប់កូនស្រីក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណរឿងព្រេងតាក់ទងទៅនឹងពិធីលើករាសីកាលពីព្រេងព្រឹត្តកន្លងយូរលង់ណាស់ទៅហើយមានព្រះមហាក្សត្រមួយអង្គគ្រប់គ្រងប្រជារាស្ត្រដោយទសពិធរាជធម៌ប្រកបដោយព្រះជន្មវស្សាច្រើនណាស់ទៅហើយតែទ្រង់ពុំមានព្រះរាជបុត្រនឹងតព្រះវង្សសោះប្រជាជនដែលគោរពព្រះអង្គស្មើដោយទេវតាបាននាំគ្នាឡើងសុំមកុដព្រះរាជកុមារដើម្បីកុំឲ្យផុតរាជតទៅកុំឲ្យប្រទេសនៅតាតោលឥតទីពំនាក់ដូចមន់ប្រត់មេព្រះរាជាក៏ព្រមតាមសេចក្តីសុំអង្វរហើយទ្រង់មានព្រះបញ្ជាឲ្យអគ្គមហេសីរៀបចំពិធីថ្វាយទេវតាប្រាថ្នាព្រះរាជបុត្រហើយព្រះរាជទ្រព្យត្រូវបានបែងចែកជាទានដល់ពួកស្មូមចំណែកឯវត្តអារាមព្រមទាំងក្រោមដើមជ្រៃទាំងឡាយបរិបូរដោយគ្រឿងដង្វាយពោពាសមានផ្សែងធូបហុយទ្រលូមពេលនោះទេវតារំជួលខ្លាំងក៏បានប្រសិទ្ធិពរតាមសេចក្តីបួងសួងមិនយូរប៉ុន្មានព្រះរាជកុមារល្អដូចជាព្រះច័ន្ទពេញបូរមីបានប្រសូតកណ្ដាលសេចក្តីរីករាយនិងសពសាធុការកងរំពងហើយព្រះរាជាណាចក្រទាំងមូលសប្បាយអឡារឹកគ្រប់ផ្លូវគ្រប់ស្រុកគ្រប់ភូមិគ្រប់ជនបទអ្នកសូមទានអ្នកខ្វាក់ខ្វិនក៏មានចំណែកក្នុងការត្រេកអរសាទរជាមួយគេដែរព្រះរាជកុមារទទួលបាននៅសេចក្តីថ្នាក់ថ្នមដ៏ត្រកាលមានស្ត្រីបម្រើជាច្រើនអ្នកនៅប្រចាំការច្រៀងបំពេរាល់ពេលរាត្រីព្រះវររាជបិតាប្រោះព្រំព្រះរាជបុត្រជាបណ្ដាច់បណ្ដូលព្រះរាជហឫទ័យដោយសេចក្តីស្នេហាជាទីបំផុតលុះព្រះរាជបុត្របានចម្រើនវ័យធំហើយទ្រង់បានជ្រើសរើសអាមាត្យចំនួន500នាក់ដែលមានអាយុស្រកគ្នាក្នុងចំណោមកូនមន្ត្រីទាំងឡាយឲ្យនៅបម្រើជានិច្ចដោយសេចក្តីសុខយ៉ាងឆ្នើមដូច្នោះព្រះរាជកុមារក៏ពុំមានឆ្លួកបំវែងនឹងទ្រព្យសម្បត្តិទាំងនោះទេទ្រង់បានចូលចិត្តសិក្សាវិជ្ជាផ្សេងបង្ហាញឲ្យឃើញស្ដែងថាទ្រង់ប្រកបដោយបញ្ញាវាងវៃគួរជាទីពឹងដ៏ត្រជាក់នៃប្រជារាស្ត្រពិតប្រាកដមែន
ទ្រង់ពុំដែលហ៊ានប្រព្រឹត្តកន្លងវិន័យព្រះរាជវង្សទេតែទោះបីជាទ្រង់ប្រាថ្នាយ៉ាងណាបានយ៉ាងនោះក៏ដោយព្រះរាជកុមារមិនអាចចោះទៅកាន់មាត់ស្ទឹងដែលហូរទាបព្រះរាជវាំងបានឡើយព្រោះហោរាបានទំនាយថ្វាយថាបើចង់ឲ្យព្រះនគរផុតចាកមហន្តរាយព្រះរាជកុមារមិនត្រូវយាងទៅក្រសាលនៅទីនោះទេដែលទំនាយទាយថាត្រូវមានគ្រោះកាចដល់ទីវង្គតដោយសារក្រពើអ្នកតាស្ទឹងនោះខំក្នុងព្រះជន្មាយុ15ព្រះវស្សាព្រះគ្រោះត្រូវព្រះអង្គាសោយព្រះអង្គចំនួន7ខែ3ថ្ងៃ20នាទីក្នុងពេលនោះថានឹងកើតភ័យជាច្រើនក្រែងភ្លើងឆេះផ្ទះឬបាត់បង់ទ្រព្យរបស់ពុំនោះទេក្រែងសត្រូវចាស់ពងធ្វើទោសឲ្យប្រយ័ត្នពីខាងទិសអាគ្នេយ៍ឲ្យណាស់មែនតែនមួយទៀតក្រែងចាក់ទីឋានលំនៅឬព្រាត់ប្រាសប្រពន្ធកូនឬក៏មិត្តសម្លាញ់នៅខ្ញុំប្រុសស្រីព្រាត់ចេញចាក់ទៅឆ្ងាយពីទីលំនៅសឹងបណ្ដាលឲ្យកើតទុក្ខជាច្រើនព្រោះត្រូវរឿងកាលតូភាដល់នឹងតូភាជាបារបស់ឯងតូភាជាបាដល់ហើយបាក់កចាញ់ស្លាប់ខ្លួនបើថ្កាត់ឲ្យប្រឡែងឋានទៅទិសតក្សិណឲ្យបូជាព្រះគង្គាឲ្យនិមន្តព្រះសង្ឃចំនួន4អង្គឬ7អង្គសូត្រធម៌ជ័យវទានសូត្រលើករាសីរំដោះគ្រោះរីឯព្រះមេដានិងព្រះបិតាកាលបើឮហោរាថ្វាយទំនាយហើយទើបព្រះបិតាបានចាត់ឲ្យពល100នាក់យាមល្បាតជានិច្ចព្រះរាជកុមារតែងតែគង់លង់លក់ហើយព្រះកាយនៅមាត់ព្រះបញ្ជាគយគុណពីលើមហាប្រាសាទនៅស្ទឹងស្រស់ញញឹមដែលហូររឹមតាមចន្លោះដើមឈើខៀវបំប្រងស្ទឹងដ៏សោភីនោះនៅជិតបង្កោយតែហាក់ដូចជាស្ថិតនៅក្នុងលោកដតីព្រោះព្រះអង្គពុំដែលបានស្គាល់សោះចំណែកឯសត្វបក្សីហើរឆ្វែលឆ្វាត់ឆ្លងពីត្រើយម្ខាងនោះកាត់មកកញ្ច្រាលកញ្ជ្រោលលេងសប្បាយរួចនាំគ្នាហើរយំប្រឡែងលេងសប្បាយខ្លះនាំពួកខាងនេះទៅកាន់ទីបរមឋានខាងនោះមនោគតិនៃព្រះរាជកុមារភោភាឡើងពុំវែងជាប៉ុន្មាន100ដងទេដែលទ្រង់ចង់ស្ទុះទៅរកតំបន់ពេញព្រៀបដោយសម្រស់ដ៏ឆើតឆាយនោះប្រសិនបើមានស្លាបដោយបក្សីទៅណតែទ្រង់មិនអាចកិច្ចឲ្យផុតបានឡើយអំពីការវាំងរក្សារបស់ពួកអាមាត្យដែលទទួលបង្គាប់ជាដាច់ខាតហើយដែលតាមឃ្លាំមើលទ្រង់គ្រប់ទីកន្លែងបីដូចក្រសាលលុះចូលក្នុងព្រះជន្ម15ព្រះវស្សាព្រះរាជកុមារទន្ទឹងចាំឲ្យផុត1ឆ្នាំឲ្យហួសកន្លងទៅដល់រវាង1ឆ្នាំទៀតដែលហាក់ដូចជាមួយទស្សមានថ្ងៃមួយពួកមុខមន្ត្រីនិងព្រះរាជសានុវង្សខ្នះខ្នែងរៀបចំពិធីចម្រើនព្រះជន្មព្រះមហាក្សត្រដែលមានការចាត់ចែងធ្វើពិធីបុណ្យជាឱឡារិកក្នុងព្រះរាជវាំងពួកអាមាត្យនាំគ្នាភ្លើតភ្លើនសប្បាយអើងកងរីឯអ្នកដទៃទៀតក៏ខ្វល់គ្រប់គ្នាទាំងនាម៉ឺនអាមាត្យមុខមន្ត្រីរងតូចធំឃើញបានឱកាសដែលទ្រង់រងចាំយូរឆ្នាំមកហើយដូច្នោះព្រះរាជកុមារបានលោបថយព្រះអង្គចេញទៅក្រៅកិច្ចចុះកិច្ចឡើងទាល់តែផុតពីការឃ្លាំមើលនៃពួកពលដែលរវល់តែពិនិត្យការទទួលខុសត្រូវក្នុងពិធីបុណ្យឲ្យបានរៀបរយព្រះរាជកុមារយាងទៅជិតដល់មាត់ស្ទឹងហើយព្រឺព្រួចស្រាយទូកដែលចតនៅទីនោះស្ដេចចុះទៅក្នុងទូកបណ្ដាលឲ្យអណ្ដែតទៅតាមក្រសែទឹកព្រោះទ្រង់ពុំចេះចែវទូកទេកូនទូកនោះក៏លយសន្សំទៅតាមដងស្ទឹងដែលដេកដាស់ដោយផ្កាគ្រប់ពណ៌ក្រោមម្លប់ត្រឈឹងត្រឆៃដែលមានបក្សីតូចល្អវិចិត្រជជែកគ្នាតែការបាត់ព្រះរាជកុមារពីព្រះបរមរាជវាំងស្ងាត់មិនបានប៉ុន្មានទេគេនាំគ្នាផ្អើលរកឈូឆរមួយរំពេចពួកអាមាត្យរត់ខ្វាត់ខ្វែងសពទីកន្លែងពួកពលឆ្លេឆ្លាចុះឡើងហើយប្រមូលគ្នានឹករឯងខ្លាចក្រែងព្រះរាជកុមារស្ដេចចេញទៅលេងមាត់ស្ទឹងទើបនាំគ្នាស្ទុះស្រវាទៅកាន់ទីគួរឲ្យភ័យនោះកូនទូកក៏បង្ហាញរៀងឲ្យឃើញក្នុងចន្លោះដើមឈើពីរដើមនាំឲ្យអ្នកទាំងឡាយរីករាយសប្បាយចិត្តដោយនឹកស្មានថាអស់មានគ្រោះអ្វីហើយរំពេចនោះស្រាប់តែក្រពើអ្នកតាស្ទឹងងើបធ្លោឡើងនាំឲ្យពួកអាមាត្យនិងពួកពលភ័ន្តភាំងស្មារតីគ្រប់គ្នាខ្លះប្រឹងស្រែកផ្លាត់សំឡេងខ្លះយកដុំថ្មគប់ខ្លះវាយគោះឈើលាន់ត្រហឹងដើម្បីបន្លាចសត្វកំណាចឲ្យមុជទៅក្នុងទឹកវិញតែការខំទាំងប៉ុន្មាននោះឥតបានផលសោះក្រពើនោះហែស្ដោទៅរកទូកកាន់តែជិតណាស់ទៅហើយព្រះរាជកុមារក្លាហានណាស់ដែរក្នុងការតស៊ូនឹងសត្វក្រពើនោះទ្រង់កន្ត្រាក់បានច្រវាជាគ្រឿងអាវុធរងចាំសត្រូវដោយឥតតក់ស្លុតមាត់ស្ទឹងទាំងសងខាងពាសពេញទៅដោយមនុស្សម្នាខ្នានខ្នាប់ដែលរត់មើកដោយការចង់ដឹងចង់ឃើញក្រពើចូលទៅដល់ទូកព្រះរាជកុមារ
ចំណែកឯព្រះរាជកុមារវិញសំពងក្បាលនិងច្រវាអស់ទំហឹងដៃហើយបានធ្វើឲ្យវាឈឺយ៉ាងខ្លាំងក៏បំរាស់បំរួលខ្លួនបែករលកជួលដោយអំណាចឃោឃៅវាយកកន្ទុយបោកទូកធ្លាក់ព្រះរាជកុមារចូលទៅក្នុងទឹកហើយវាហាមាត់ធំត្របាក់ព្រះរាជកុមាររួចក៏បានមុជទៅក្នុងទឹកបាត់ទៅចំណែកឯទូកក៏បានលិចក្នុងពេលនោះផងដែរហើយគេលើសំឡេងយំសោកនៅតាមដងស្ទឹងគួរឲ្យសង្វេគជាអនេកកប្បការរីឯពួកពលពួកអាមាត្យនិងបណ្ដារាស្ត្រជាច្រើនឈរកកកុញត្រៀបត្រានៅទីនោះតែគ្មានឫទ្ធានុភាពនឹងជួយអនាគតមហារាជាជាទីសង្ឃឹមមាំរបស់ខ្លួនឲ្យរួចព្រះជន្មបានឡើយអ្នកទាំងអស់គ្នាដែលនៅក្បែរនោះបានត្រឹមតែអង្គុយយំហើយស្រែកថាអោណព្រះទំនាយគ្មានខុសទេក្រោយមកដំណឹងនេះបានផ្សាយដឹងដល់ព្រះរាជវាំងយ៉ាងឆាប់រហ័សព្រះមហាក្សត្រនិងព្រះមហាសីបានស្ទុះទៅរកទីគ្រោះនោះទ្រង់បានបួងសួងបន់ស្រន់អស់ពពួកទេវតាក្នុងចក្រវាលសូមឲ្យជួយស្រោចស្រង់ព្រះរាជឱរសជាបណ្ដូលបណ្ដាច់ព្រះរាជហឫទ័យបើសម្រេចដោយសេចក្តីប្រាថ្នាហើយយើងនឹងរៀបពលិកាបូជាឲ្យសម្បើមអស្ចារ្យជាងដែលធ្លាប់ធ្វើពីមុនមកតែស្ទឹងតូចនៅត្រមឹងត្រមើយធ្វើជាថ្លង់មិនឮពាក្យបោបាច់អង្វរកសោះឡើយក្សត្រទាំងពីរអង្គអស់ផ្លូវសង្ឃឹមអមស្ងួនព្រះរាជឥរិយានាពេលនោះដែលមានទុក្ខដ៏ធ្ងន់បែបនោះទប់ព្រះស្មារតីខ្ជាប់ខ្ជួនមិនបញ្ចេញអាការៈរសាប់រសល់កណ្ដាលទីប្រជុំជនហើយស្ដេចយាងយ៉ាងស្ងៀមស្ងាត់ត្រឡប់ទៅព្រះរាជនិវេសវិញចំណែកឯពួកពលនិងពួកអាមាត្យដើរអោនមុខសេញចប់សេញជឹងហែហោមព្រះអង្គទៅវិញចំណែកខាងប្រជានរាស្ត្រមិនទៅណាទេនៅកើតទុក្ខក្តុកក្តួលរំជួលចិត្តជាអនេកដោយឡែកការកំសាន្តទាំងឡាយដែលបានរៀបចំរួចហើយក៏បានឈប់ស្ងាត់ឈឹងដូរតន្ត្រីបាត់លាន់ឮសំឡេងទៀតហើយអាហារភោជដ៏ប្រណិតថ្លៃថ្លាក៏ត្រជាក់អស់នៅក្នុងភាសមាសប្រាក់ហើយព្រះរាជធានីទាំងមូលស្ងាត់ជ្រងំហាក់ដូចជាត្រូវសណ្ដំមួយរំពេចនៅពេលដែលព្រះអង្គយាងទៅដល់ព្រះបរមរាជវាំងកំបាំងពីភ្នែកអ្នកដទៃហើយព្រះមហាក្សត្រនិងព្រះអគ្គមហេសីក៏បណ្ដែតបណ្ដោយមនោមនិញចេញឲ្យធ្លាក់ឲ្យធ្លាយចេញមកតាមសន្ទុះហូហៀព្រះជនេតស្រោចប្រសពជោគព្រះភត្រាពីព្រោះទ្រង់មិនអស់ព្រះទ័យនិងមិនបានរៀបចំព្រះសពព្រះរាជបុត្រឲ្យបានសមរម្យតាមកិត្តិយសសោះទើបទ្រង់មានព្រះរាជអង្ការឲ្យតម្រួតរៀបសពព្រះរាជបុត្រឲ្យបានសមរម្យតាមកិត្តិយសទើបទ្រង់មានព្រះរាជអង្ការឲ្យតម្រួតចាត់ការបាចទឹកស្ទឹងនិងយកព្រះសពព្រះរាជកុមារមកធ្វើបុណ្យតាមព្រះរាជបវេណីលុះបានទទួលព្រះបង្គាប់ហើយពួកពលរាប់រយនាក់ព្រមទាំងបណ្ដារាស្ត្ររាប់ពាន់នាក់បាននាំគ្នាខ្វល់ខ្វាយលើកទំនប់កាត់ស្ទឹងសុទ្ធតែដុំដីដុំឥដ្ឋនិងដុំថ្មចាក់កើពីលើគ្នាទាំងបង្គីហើយកិច្ចការនេះជឿនលឿនយ៉ាងរហ័សធ្វើតែមួយថ្ងៃទំនប់ក៏រួចស្រេចបន្ទាប់មកពួកគេបានធ្វើការដុតភ្លើងចន្លោះហើយបាចទឹកនោះឲ្យរីងទាំងយប់លុះដល់ពេលអាត្រាទំនប់នោះក៏ធ្លាយគេនាំគ្នាចាក់ដីពេញភ្លាមតែមិនជាប់យូរហើយខ្សែទឹកត្រង់នោះហូរមិនបានជាខ្លាំងប៉ុន្មានទេតែសូម្បីប្រឹងប្រែងទប់ទល់យ៉ាងណាក៏ឥតបានការលុះទាល់គំនិតហើយមេចាត់ការបានឲ្យទូងស្គរប៉ាវគងគ្រប់ស្រុកគ្រប់ភូមិរកឆ្មាំទំនប់តែគ្មានអ្នកណាឆ្លើយសោះក្រោយមកស្រាប់តែជួបស្ត្រីមេម៉ាយក្មេងម្នាក់មានផ្ទៃពោះចំនួន5ខែហើយនាងបានចូលទៅចិត្តអ្នកប៉ាវគងទ័ពមកសាកសួរកិច្ចការគេទាំងនោះរួចហើយគេក៏បានប្រាប់តាមសេចក្តីសពគ្រប់ចំណែកឯនាងវិញក៏បានព្រមចាំទំនប់ឲ្យគេហើយគេឲ្យនាង10បាតនាងក៏សុខចិត្តចាំទំនប់នោះទៅឯទំនប់នោះបាចរីងលែងធ្លាយបន្ទាប់មកគេក៏បានចាប់ក្រពើនោះសម្លាប់ហើយវះពោះយកព្រះសពព្រះរាជកុមារមកធ្វើបុណ្យនិងយកព្រះធាតុទៅបញ្ចុះតាមព្រះរាជបវេណីក្រោយមកដោយមានរឿងយ៉ាងនេះឯងហើយទើបសពថ្ងៃជនជាតិខ្មែរយើងតែកាលណាដែលមានគ្រូទាយថានឹងមានគ្រោះហើយតែងតែនិមន្តព្រះសង្ឃធ្វើពិធីកំចាត់គ្រោះនិងលើករាសីពីព្រោះខ្មែរយើងតែងតែនិយាយតគ្នាថារាសីដាក់អរិយហ៊ានធ្វើទើបគេរកព្រះសង្ឃឲ្យធ្វើពិធីលើករាសីឲ្យខ្ពស់ឡើងដើម្បីកុំឲ្យមានអ្វីមកបៀតបៀនបានអត្ថបទរឿងព្រេងតាក់ទងនឹងពិធីលើករាសីក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណ